ចាញ់ជាព្រះឈ្នះជាមារតើយើងគួរតែប្រើពាក្យមារមួយណាដែរតោះចូលមើលការបញ្យល់ពាក្យសត្វទិស័កសូរនៃពាក្យមារទាំងពីរនេះជាមួយខ្ញុំទាំងអស់គ្នាពាក្យមារទី1នោះគឺមកអ៊ីមារអានថាមារថ្នាក់ពាក្យវាជានាមពាក្យសម្រាប់កូនរបស់បងហៅបុរសជាប្អូនរបស់មេដាឬបិតាឬក៏ពូដែលហៅថាពូឧទាហរណ៍ឪពុកមារឬក៏មីងមារចំពោះពាក្យមារទី2នោះគឺមកអ៊ីមារនឹងរមារអានថាមារមានន័យថាដំណើររារាំងការសម្លាប់សេចក្តីស្លាប់អ្នកដែលរារាំងជំទាស់មិនឲ្យអ្នកដទៃធ្វើបុណ្យធ្វើកុសលកើតឧទាហរណ៍មារផ្ចាញ់ព្រះចាញ់ជាព្រះឈ្នះជាមារ